បាទសួស្តីបងប្អូនទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូថ្មីបន្តទៀតបាទហ្នឹងហើយបងប្អូនថ្ងៃនេះមានប្រធានបទថ្មីយកមកនិយាយតកតងទៅនឹងchannel ដែលធ្វើគ្រប់ចំនួនម៉ោងហើយក៏ប៉ុន្តែខ្វះ subscriber ក៏ដូចជាខ្វះចំនួនអ្នកជាវអញ្ចឹងណាបញ្ហានេះវាមានច្រើនដែរអ្នកខ្លះគាត់ធ្វើវីដេអូវែងហើយគាត់គ្រប់ម៉ោងហើយក៏ប៉ុន្តែ subscriber របស់គាត់ហ្នឹងគឺគាត់គ្រប់ទេបានពាក់កណ្ដាលឬក៏យឺតជាងម៉ោងឆ្ងាយបាទនេះវាខ្ញុំក៏ជួបដែរបញ្ហាហ្នឹងហើយបងប្អូនបញ្ហានេះយើងពិបាករក subscriber គឺវាមានបើសិនជាយើងចង់ដោះស្រាយចំណុចនេះដូចថាអញ្ចឹងបងប្អូនត្រូវនៅក្នុងវីដេអូបងប្អូនត្រូវចេះនិយាយស្នើសុំទៅដល់ viewer យើងឬក៏អ្នកទស្សនាយើងឬក៏ audience យើងនឹងឲ្យពួកគាត់ជួយចុច subscriber នៅខាងចុងវីដេអូឬក៏យើងអាចបញ្ជាក់នៅខាងដើមវីដេអូក៏បានដែរប្រាប់ថាសូមបងប្អូនជួយចុច subscribe channel របស់ពួកយើងអញ្ចឹងទៅដើម្បីយើងគ្រប់គោលការណ៍អីយ៉ាងណាមួយអញ្ចឹងទៅយើងត្រូវមានជាពាក្យនិយាយនៅក្នុងវីដេអូយើងទើបអ្នកខ្លះពួកគាត់អាចជួយចុចឲ្យយើងអញ្ចឹងទៅហើយបើយើងអត់និយាយទេលុះត្រាតែវីដេអូយើងនឹងចាំបាច់ខ្លាំងបានអ្នកទស្សនាយើងនឹងគាត់ដឹងពីអត្ថប្រយោជន៍ channel របស់យើងនឹងទើបពួកគាត់ជួយចុចឲ្យអញ្ចឹងយើងគប្បីគួរតែមានclear ចុងក្រោយដែលយើងស្នើសុំទៅដល់អ្នកទស្សនាយើងឲ្យពួកគាត់ជួយចុច subscribe ទៅនៅខាងចុងវីដេអូក៏បាននៅខាងដើមវីដេអូក៏បានព្រោះមែនតើវាគោលការណ៍ YouTube វាត្រូវការ 1000 subscriber 4000ម៉ោងបើថាពេលខ្លះយើងគិតថា 1000 subscriber យើងងាយស្រួលរកក៏ប៉ុន្តែពេលខ្លះវាមិនងាយដែរទេបងប្អូនហើយបើយើងប្រើវិធីសាស្ត្រ sub to sub ហ្នឹងគឺ sub to sub លក្ខណៈនៅក្នុង Facebook គឺវាអាច spam អញ្ចឹងវាមិនមែនជារឿងល្អទេអញ្ចឹងបងប្អូនក៏បីគួរតែធ្វើដូចខ្ញុំលើកឡើងអំបញ្ញមិញហ្នឹងយើងនៅក្នុងវីដេអូយើងនៅចុងបញ្ចប់នៃវីដេអូឬក៏នៅខាងដើមយើងអាចបញ្ជាក់ទៅថាបងប្អូនសូមជួយចុច subscribe channel របស់ខ្ញុំផងដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តនៅក្នុងការចេញវីដេអូបន្តទៀតអញ្ចឹងទៅបាទនេះគឺជាដំណោះស្រាយហើយនៅក្នុងហ្នឹងខ្ញុំក៏ចង់លើកផងដែរទៅថាតកតងអ្នកដែលគ្រប់សាប់ឲ្យខ្វះម៉ោងវិញហ្នឹងវាមានបញ្ហារៀងខ្លួនអញ្ចឹងអ្នកខ្លះខ្វះទាំងសាប់ខ្វះទាំងម៉ោងអ្នកខ្លះខ្វះម៉ោងគ្រប់សាប់អ្នកខ្លះគ្រប់សាប់ខ្វះម៉ោងហើយវាសិតតែជាបញ្ហាពិបាកដូចគ្នាពេលខ្លះសាប់ឡើងលឿនតែម៉ោងឡើងយឺតក៏វាពិបាកដែរអញ្ចឹងករណីសាប់ឡើងលឿន subscriber ខ្ញុំនិយាយកាត់ទេណាបងប្អូនអ្នកចំនួនជាវឡើងលឿនតែចំនួនម៉ោងតិចហ្នឹងគឺដោយសារវីដេអូយើងខ្លីពេកហើយវីដេអូមិនសូវជាមានអ្នកទស្សនាបានយូរអញ្ចឹងទៅឬក៏វីដេអូយើងខ្លីពេកបើសិនជាអញ្ចឹងបងប្អូនគួរតែចេញវីដេអូឲ្យវែងហើយផលិតវីដេអូឲ្យបានល្អចំណុចសំខាន់បំផុតនោះគឺនៅជាអត់ផុតពីវីដេអូយើងល្អទេនៅពេលដែលវីដេអូយើងល្អមានគុណភាពបាទហើយផ្ដល់ប្រយោជន៍ទៅដល់អ្នកទស្សនាហ្នឹងគឺច្បាស់ណាស់ថាគេនឹងចុច subscribe ឲ្យយើងឬក៏គេទស្សនាបានយូរជាពិសេសវីដេអូបង្រៀនអីផ្សេងជាដើមហ្នឹងអ្នកទស្សនាពួកគាត់អាចនឹងមើលរហូតដល់ចប់អញ្ចឹងចំនួនម៉ោងយើងគឺអាចកើនឡើងបានច្រើនអញ្ចឹងណាបងប្អូនហើយបើសិនជាវីដេអូខ្លី short នោះគឺស្រុកខ្មែរយើងមិនសូវខ្ញុំមិនលើកទឹកចិត្តឲ្យតន់ធ្វើច្រើនទេតែក៏មានអ្នកដៃ YouTube ចាស់គាត់ធ្វើដែរគាត់ធ្វើបែបកាប់ដាវទៅក្រៅប្រទេសអញ្ចឹងណាវាបានផ្ទុះ subscriber លឿនហើយវាបានផ្ទុះ view អញ្ចឹងទៅអញ្ចឹងវាជាចំណុចមួយបន្ថែមទៀតដែរហើយនិយាយចុះនិយាយឡើងវាអត់មានក្រៅអីពីយើងធ្វើ content ល្អវីដេអូល្អទេបងប្អូននៅពេលដែលយើងធ្វើ content ល្អវីដេអូល្អ channel យើងរៀបចំបានស្អាតបាតជាពិសេសគឺផ្ដល់អត្ថប្រយោជន៍ទៅដល់អ្នកទស្សនាមិនថា content ប្រភេទអីទេកម្សាន្តអប់រំបច្ចេកវិទ្យាអីក៏ដោយគឺអ្នក subscriber គាត់នឹង automatic គឺចុច subscribe ឲ្យយើងហើយពួកគាត់មើលយូរមើលរហូតដល់ចប់អញ្ចឹងម៉ោងយើងច្បាស់ជាឡើងលឿនហើយបងប្អូនបាទនេះជាចំណុចសំខាន់បំផុតដែរបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនិយាយតាក់ទងទៅនឹងចំណុចហ្នឹងមួយបាទហើយបន្ថែមទៀតបងប្អូនគួរតែឧស្សាហ៍ចូលទៅ comment ឆ្លើយតបទៅនឹង audience របស់យើងដែលពួកគាត់មានចម្ងល់អីហ្នឹងយើងឧស្សាហ៍ចូល comment
មួយពួកគាត់ទៅដើម្បីពួកគាត់មានភាពស្និទ្ធស្នាលជាមួយយើងអញ្ចឹងណាហើយនៅពេលដែលស្និទ្ធស្នាលជាមួយយើងគាត់យល់ពីយើងនៅពេលវីដេអូយើងចេញទៅពួកគាត់ជួយចិត្តទស្សនាជួយចិត្តមើលអញ្ចឹងទៅនេះជាចំណុចមួយតូចប៉ុន្តែវាអាចថាជួយទៅដល់ channel របស់យើងបន្ថែមទៀតដែរហើយសម្រាប់បងប្អូនដែលផលិតតាក់ទងទៅនឹងអប់រំខ្ញុំជឿជាក់ថា view នៅស្រុកខ្មែរយើងមិនទាន់មានច្រើនទេសម្រាប់ content អប់រំស្រុកខ្មែរយើងភាគច្រើនបើវាមានតាមប្រភេទអាយុបើសិនជាអាយុក្រោម25ចុះទៅវាអាចថាបដោតទៅលើ game បដោតទៅលើអីមួយចំនួនដែរហើយបច្ចេកវិទ្យាតាក់ទងមួយការប្រើប្រាស់ទូរស័ព្ទអីហ្នឹងក៏វាមានដែរអញ្ចឹងវាអាចថាតាមអាយុអីបើខ្ទង់25ទៅ30ជាងតាក់ទងនឹង content បែបព័ត៌មាន content បែបសុខភាព content បែបការហាត់ប្រាណអីមួយចំនួនក៏វាជាចំណុចសំខាន់ដែរហើយមួយរយៈក្រោយឃើញតាក់ទងនឹងព័ត៌មានសេដ្ឋកិច្ចសង្គមនយោបាយហ្នឹងគឺមានអ្នកចូលទស្សនាច្រើនគួរសមហើយមួយទៀតនោះ content តាក់ទងនឹងរឿងខ្មោចនិទានរឿងខ្មោចអីមួយចំនួនហ្នឹងក៏ឃើញមានគេធ្វើច្រើនដែរហើយសម្រាយរឿងក៏មានអ្នកមើលច្រើនដែរប៉ុន្តែ content ដែលរកលុយបានច្រើនគឺ content បែបភាសាអង់គ្លេសធ្វើឲ្យក្មេងៗមើលអីជាដើម content ហ្នឹងគឺពីមុនមករកលុយផ្ទុះខ្លាំងឡានជួឡានអីបើកអីហ្នឹងអាហ្នឹងគឺ content ដែលគេកើបលុយហើយប៉ុន្តែបច្ចុប្បន្ននេះគេបង្វែរវិញ content គឺផ្ដោតទៅលើ content បែប relax ភាសាមនុស្សលើ stress ច្រើននៅក្នុងឆ្នាំ2025 2026សេដ្ឋកិច្ចវាយ៉ាង down យ៉ាងធ្លាក់អញ្ចឹងទៅមនុស្សខ្លះ stress គាត់ចូលចិត្តស្ដាប់អាភ្លេងបែប relax បែបរំសាយអារម្មណ៍ enjoy អញ្ចឹងហើយពួកគាត់សម្រាកឬក៏ធ្វើការអីជាដើមទៅដូចនៅក្នុងហាងកាហ្វេអញ្ចឹងភ្លេងអ្នកគេចាក់បែប romantic ឬក៏ភ្លេងដែលកំដរអារម្មណ៍មិនរំខានខ្លាំងនេះគឺ content ដែលរកលុយបានច្រើននាពេលបច្ចុប្បន្នដែរហើយថ្មីនេះក៏ឃើញមាន content បន្ថែមទៀតគឺ content បែបគេយកឡានចាស់យ៉ាងមួយឆ្នៃឲ្យវាកែច្នៃវាคล้ายជារបស់ថ្មីឡើងវិញហ្នឹងមានអ្នកខ្លះធ្វើទាំង AI អ្នកខ្លះថតស៊ីនថតពិតតែម្ដងនេះក៏ជា content ល្អដែរបងប្អូនហើយសម្រាប់ស្រុកយើងពីមុនមកគឺគេចូលចិត្តអា content បែបសាងសង់ផ្ទះនៅក្រោមដីអីហ៎បងប្អូនច្បាស់ទេធ្លាប់ឃើញមានក្រុមមនុស្សដែលគាត់អត់ពាក់អាវអីទេគាត់ដោះអាវហើយគាត់នឹងជីកកាប់ធ្វើជាសំណង់អីមួយអញ្ចឹងទៅនេះគឺ content កើបលុយវល់ពាន់វល់ម៉ឺនដុល្លារដែរណា content ហ្នឹងណាបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេមិនវែងច្រើនទេបងប្អូនហើយបើសិនជាមានប្រធានបទអីបន្ថែមទៀតខ្ញុំនឹងចេញជាវីដេអូជូនបងប្អូនតែយ៉ាងណាក៏ដោយសូមបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំផងបាទដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការចែករំលែកបន្តទៀតនៅអ្វីដែលខ្ញុំចេះមួយរយៈនេះខ្ញុំខានចេញវីដេអូតាក់ទងទៅនឹងការកាត់វីដេអូបច្ចេកទេសកាត់វីដេអូមួយចំនួនខ្ញុំនឹងអាចចេញជាវីដេអូបន្តទៀតហើយ channel នេះផ្ទាល់ក៏ខ្ញុំអាចចេញនឹងតាក់ទងនឹងបច្ចេកវិទ្យាខ្លះដែរតាមមើលអាចតាក់ទងនឹង tip មួយចំនួនក្នុងការប្រើប្រាស់ទូរស័ព្ទឬប្រើប្រាស់កាមេរ៉ាអីមួយចឹងណាបងប្អូនខ្ញុំអាចផុសក្នុង channel នេះចូលគ្នាតែម្ដងតាមមើលឬក៏មិនទេចឹងបងប្អូនសូមជួយចុច Subscribe ផងបាទអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាទជំរាបលា